បាទសួស្តីសូមស្វាគមន៍មកកាន់ Learn Excel ខ្មែរនៅក្នុងមេរៀនទី12ថ្ងៃនេះដែលយើងនឹងសិក្សាអំពីការប្រើ date ហើយនឹង time function នៅក្នុង Excel អញ្ចឹង function ទាំងនេះសំខាន់សម្រាប់បងប្អូនធ្វើការនៅក្នុងកាលឡាយដូចជាការធ្វើរបាយការណ៍ការធ្វើទាក់ទងនឹង invoice និង deadline អញ្ចឹងជាដំបូងដែលយើងនឹងចាប់ផ្ដើមជាមួយនឹងការប្រើរូបមន្ត today ជាលទ្ធផលដែលបង្ហាញនៃថ្ងៃបច្ចុប្បន្នហើយ update ដោយស្វ័យប្រវត្តិអញ្ចឹងនេះជាតារាងដែលយើងនឹងធ្វើការបង្ហាញបងប្អូនអញ្ចឹងខាងនេះជាតារាងដែលយើងតាក់ទងធ្វើការ invoice អញ្ចឹងយើងធ្វើការកែប្រែទៅលើមេរៀនទី11អញ្ចឹងសំខាន់នៅក្នុងមេរៀនថ្ងៃនេះគឺយើងtechniqueក្នុងការបរៀនដើម្បីធ្វើឲ្យបងប្អូនងាយយល់អញ្ចឹងទី1យើងតាក់ទងនឹងការធ្វើ today គណនាទៅលើ today គណនាទៅលើថ្ងៃគណនាទៅលើ time គណនាទៅលើ now ហើយ month ហើយនឹង year តារាងខាងស្ដាំដៃនេះដែលយើងធ្វើការបង្ហាញជូនបងប្អូនតាក់ទងនឹងការលើសមួយចំនួនដែលបងប្អូនត្រូវការចងចាំនិងស្វែងយល់ហើយខាងក្រោមរបៀបនៃការប្រើប្រាស់អញ្ចឹង today យើងប្រើសម្រាប់បង្ហាញនៃការបច្ឆេទថ្ងៃនេះហើយ update ដោយស្វ័យប្រវត្តិចំណែក now គឺបង្ហាញថ្ងៃបូកម៉ោងហើយ year បង្ហាញតាក់ទងនឹងការបច្ឆេទឆ្នាំចំណែកខែគឺទាញតាក់ទងនឹងចំនួនចំណែក month មានន័យថាទាញជាខែ day ទាញជាថ្ងៃអូខេអញ្ចឹងនៅក្នុងការចាប់ផ្ដើមលំហាត់ទី1តាក់ទងនឹងការប្រើ today អញ្ចឹង today របស់យើងគឺក្នុងទម្រង់ទូទៅមានន័យថា today បើកកញ្ចក់បិទវិញអញ្ចឹងជាដំបូងយើងនឹងធ្វើការគណនាទៅលើ today រូបមន្ត today អញ្ចឹងកន្លែងនេះស្មើ today អញ្ចឹងបើសិនជាបងប្អូនចង់ដឹងតាក់ទងថ្ងៃខែបច្ចុប្បន្នគឺទម្រង់ទូទៅនៃ today គឺបែបនេះកន្លែងនេះមានន័យថាដោយសារតែចេញតួលេខមិនមែនមានន័យថាខុសទេប៉ុន្តែដោយសារជា format ជា number អញ្ចឹងកន្លែងបងប្អូនត្រូវតែទី1កែប្រែទៅជាក្នុង format សិនក្នុង font យើងមកបងប្អូនត្រូវដូរ number នេះមកជា date អញ្ចឹង date បងប្អូនជ្រើសរើសទម្រង់ណាមួយក៏បានដែរឆ្នាំខែហើយថ្ងៃឬក៏ថ្ងៃឆ្នាំថ្ងៃខែហើយឆ្នាំអូខេអញ្ចឹងនៅក្នុងរូបមន្តនេះនឹងបង្ហាញថាថ្ងៃទី3ខែ3 2021អញ្ចឹងជាថ្ងៃបច្ចុប្បន្ននេះប៉ុន្តែយើងអត់ចង់ដឹងតាក់ទងនឹងថ្ងៃបច្ចុប្បន្ននេះយើងចង់ដឹងតែចំនួនឧទាហរណ៍ថា invoice នេះបានចេញនៅក្នុងថ្ងៃទី2ខែ1ឆ្នាំ2025អញ្ចឹងមកដល់បច្ចុប្បន្នថ្ងៃទី3ខែ3ឆ្នាំ2021នេះមានចំនួនប្រមាណថ្ងៃអញ្ចឹងកន្លែងបងប្អូនដកនឹង invoice date នេះមកអញ្ចឹងបែបនេះ enter កន្លែងនេះបង្ហាញតាក់ទងនឹងថ្ងៃខែឆ្នាំអញ្ចឹងកន្លែងបងប្អូនក៏ត្រូវការកែប្រែវាទៅជា general ទៅជា number ទៅវិញដែរតែបើបងប្អូនអត់ចង់នេះទេបងប្អូនអាចបន្ថែមតាក់ទងនឹងឧទាហរណ៍កន្លែងបងប្អូនត្រូវបន្ថែម n នេះមុខសញ្ញា n ហើយដាក់ day អញ្ចឹងមានន័យថាមកដល់បច្ចុប្បន្ន invoice នៅថ្ងៃទី2ខែ1មកដល់បច្ចុប្បន្នមានចំនួន425ថ្ងៃអញ្ចឹងយើងអូសមកក្រុមទៀតអូខេអញ្ចឹងនៅក្នុងនេះមានខែ2ថ្ងៃ2ខែ2 2025អញ្ចឹងមកដល់បច្ចុប្បន្នគឺ394ថ្ងៃរហូតមកដល់ចុងក្រោយនេះខែ2ថ្ងៃ2ខែ2ឆ្នាំ2021មកដល់បច្ចុប្បន្នមានតែចំនួន29ថ្ងៃទេអូខេអញ្ចឹងការប្រើរូបមន្ត today នេះគឺយើងគណនាទៅលើចំនួនថ្ងៃដែលយើងចង់នេះ today យើងទាញការបច្ឆេទថ្ងៃឬក៏ auto update តាមថ្ងៃនេះនៃការបច្ឆេទទៅលើ calendar អញ្ចឹងការប្រើរូបមន្តបន្ទាប់របស់យើងតាក់ទងនឹង day ទម្រង់ទូទៅរបស់យើងគឺ day ហើយ serial number អញ្ចឹង serial number របស់យើងគឺតាក់ទងនឹង date invoice អញ្ចឹងយើងក្នុង day របស់យើងគឺទាញយកថ្ងៃឧទាហរណ៍ស្មើមក day អញ្ចឹងកន្លែងបងប្អូន select ទៅលើ date invoice នេះមក invoice date នេះមកអញ្ចឹង date invoice កន្លែងនេះមានន័យថា serial number ហើយអញ្ចឹងកន្លែងបងប្អូនបិទវិញអញ្ចឹងទម្រង់បែបនេះគឺងាយទេអញ្ចឹងលទ្ធផលនឹងបង្ហាញថា day អញ្ចឹងមានន័យថាទាញយកតែថ្ងៃអញ្ចឹងថ្ងៃទី2អូខេយើងទាញចុះក្រោមមកហើយបន្ទាប់មក month now យើងទុកក្រោយអញ្ចឹងបន្ទាប់មក month របស់យើងស្មើអញ្ចឹង month របស់យើងទម្រង់ទូទៅរបស់យើងគឺដូចគ្នាដែរ serial number គឺតាក់ទងនឹង date invoice អញ្ចឹងបងប្អូន select ទៅលើ date invoice យើងមកបិទវិញអញ្ចឹងនៅក្នុងលទ្ធផលគឺបង្ហាញថាខែ1អញ្ចឹង January ខែ1អូខេទាញមកក្រោមធម្មតាអញ្ចឹងវានឹងបង្ហាញតាក់ទងនឹងតួលេខដែលនៅក្នុងខែនីមួយឧទាហរណ៍ថាខែក្នុងជូននេះថ្ងៃទី5ខែជូនឆ្នាំ2025អញ្ចឹងខែជូនក្នុងខែ6អូខេ year ការប្រើរូបមន្ត year ក៏ដូចគ្នាដែរ year អញ្ចឹង select ទៅ serial number របស់យើងគឺ date invoice នេះអញ្ចឹងនឹងបង្ហាញក្នុងឆ្នាំ2025ដូចគ្នាអញ្ចឹងបងប្អូនទីមកក្រោមអញ្ចឹងជាការរួចរាល់អញ្ចឹងអ្វីដែលបងប្អូនត្រូវសិក្សាបន្ថែមគឺតាក់ទងនឹង today ហើយនឹង now អញ្ចឹងការប្រើ now របស់យើងគឺស្មើ now អញ្ចឹងទម្រង់ទូទៅរបស់យើងគឺបើកហើយបិទមកវិញចេះអញ្ចឹងនឹងបង្ហាញថា
នេះអញ្ចឹងលទ្ធផលនឹងបង្ហាញថាថ្ងៃបូកនឹងម៉ោងអញ្ចឹងថ្ងៃទី3ខែ3ឆ្នាំ2021ម៉ោង 23:55 នាទីអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំធ្វើនេះគឺម៉ោង 23:55 នាទីអញ្ចឹងយើងយប់ជ្រៅដែរអូខេបានធ្វើវីដេអូមួយរៀងចំណាយពេលច្រើនហើយដោយសារទី1ទាក់ទងនឹងការធ្វើការងារហើយមកដល់ផ្ទះយើងត្រូវការរៀបចំធ្វើការបាយសម្រាប់កូនហើយទម្រាំបានកូនគេងស្ងប់ស្ងាត់ក្នុងផ្ទះហើយបានយើងអាចចាប់ផ្ដើមធ្វើការងារទាំងអស់នេះបានអញ្ចឹងរៀងរាល់យប់រៀងអាចយប់ជ្រៅបន្តិចដើម្បីធ្វើវីដេអូមួយអូខេអញ្ចឹងនៅក្នុងការប្រើរូបមន្ត date and time function នៅក្នុងវីដេអូនេះគឺយើងបង្ហាញប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអាចជួយ subscribe សម្រាប់តាមដានវីដេអូបន្ទាប់សូមអរគុណ